សំណួរទី45 ក នៅកម្ពុជាមានភោគទ្រព្យទេសចរណ៍ចំនួន2គឺទី1ភោគទ្រព្យទេសចរណ៍ធម្មជាតិភោគទ្រព្យទេសចរណ៍ប្រវត្តិសាស្ត្រនិងវប្បធម៌ ខ វិស័យទេសចរណ៍មានសារៈប្រយោជន៍ចំពោះសង្គមកម្ពុជាទី1គឺផ្ដល់ថវិកាជាតិមួយដ៏ធំទី2គឺផ្ដល់ការងារដល់ប្រជាជនសំណួរទី46បណ្ដាញគមនាគមន៍រីកចម្រើនជាមូលដ្ឋានក្នុងការអភិវឌ្ឍវិស័យកសិកម្មឧស្សាហកម្មពាណិជ្ជកម្មនិងទេសចរណ៍វិស័យគមនាគមន៍កម្ពុជាមានផ្លូវគោកគឺត្រូវបានបែងចែកជាផ្លូវជាតិផ្លូវខេត្តផ្លូវរដ្ឋបាលចំណែកឯផ្លូវដែកគឺមាន2ខ្សែដែលស្មើទៅនឹង651គីឡូម៉ែត្រផ្លូវទឹកទន្លេមេគង្គមានទន្លេមេគង្គនិងដៃសមុទ្រផ្លូវអាកាសគឺអាកាសយានដ្ឋានអន្តរជាតិភ្នំពេញនិងតាមខេត្តនានាហើយឥឡូវមានអាកាសយានដ្ឋានថ្មីអញ្ចឹងណាបាទគមនាគមន៍រីកចម្រើនតែមួយទៀតគឺគមនាគមន៍រីកចម្រើនជួយសម្រួលដល់ការដឹកជញ្ជូនភ្ញៀវទេសចររដូវកអ្នកកសិកម្មនិងឧស្សាហកម្មវត្ថុធាតុដើមទំនិញនាំចេញនាំចូលបានឆាប់រហ័សទាន់ពេលវេលាចំណាយសហុយតិចនិងប្រកបដោយផាសុកភាពសុវត្ថិភាពពេលនេះវិស័យទាំង4សុទ្ធតែពឹងផ្អែកលើការដឹកជញ្ជូនតាមបណ្ដាញគមនាគមន៍ទាំងអស់ឧទាហរណ៍ទី1គមនាគមន៍អភិវឌ្ឍវិស័យកសិកម្មទី2គមនាគមន៍អភិវឌ្ឍវិស័យឧស្សាហកម្មទី3គមនាគមន៍អភិវឌ្ឍវិស័យពាណិជ្ជកម្មទី4គមនាគមន៍អភិវឌ្ឍវិស័យទេសចរណ៍